សួស្តីបងប្អូនអរគ្នាថ្ងៃនេះមកធ្វើម្ហូបមួយមុខអញ្ចឹងតោះមុនយើងធ្វើម្ហូបខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជួយចុច Subscribe ជួយចុចរូបកណ្ដឹងមកលើ Channel របស់ខ្ញុំអូខេថ្ងៃនេះខ្ញុំធ្វើម្ហូបមួយអញ្ចឹងម្ហូបនេះគឺដាក់តជាមួយនឹងឆាសក់ជាមួយនឹងពងមាន់អូខេអញ្ចឹងយើងចិត្តសក់របស់យើងតែម្ដងទៅសក់របស់យើងគឺយើងទិញមកចំណាយមិនច្រើនទេគឺចំណាយតិចដែរទេអញ្ចឹងបងប្អូនគឺតែ1000អាចធ្វើបានដែរហើយ1000ក៏បានសក់ច្រើនអញ្ចឹងបងប្អូនហើយបងប្អូនចង់និយាយថាខ្ញុំនិយាយអត់ចង់កើតដោយសារតែវាល្ងាពេកហ្នឹងហើយវាត្រជាក់ពេកអញ្ចឹងខ្ញុំណាក់ស្ពឹកដៃស្ពឹកជើងណាអូខេឥឡូវយើងយកចានមកដាក់ជាមួយនឹងសក់ដែលយើងបាននេះហើយចិត្តហើយអញ្ចឹងទៅហើយយើងបន្តមកចិត្តមួយទៀតមកហ្នឹងហើយណាយកយើងដាក់មកជាហៀងសិនមកយើងចិត្តអាណាដែលយើងចង់បានយើងចិត្តមកតិចខ្លាំងមែនតើថ្ងៃហ្នឹងតិចខុសពីធម្មតារដងអត់សូវតិចមែនទេតែថ្ងៃនេះគឺតិចខ្លាំងមិនដឹងថាអាកាសធាតុមហាខ្យល់ព្រោះផងមិញខ្ញុំបានចេញទៅខាងក្រៅគឺខ្យល់វូតែម្ដងខ្យល់ជាក់អូខេឥឡូវយើងវិលមកធ្វើម្ហូបរបស់យើងវិញតែម្ដងយើងចាប់ផ្ដើមចិត្តទៅសក់របស់យើងឲ្យអស់ទៅនេះទៅសក់របស់យើងដែលយើងទិញមកអានេះយើងគិតថាយើងយកឬក៏អត់យកចិត្តនឹងចាញ់ទៅយើងមិនយកទេអានេះថាតែកន្លែងខ្លះខូចគឺយើងអត់យកទេវាអត់ល្អអញ្ចឹងយើងយកកន្លែងណារៀងល្អគឺយើងយកអញ្ចឹងទៅអូខេយើងធ្វើបែបនេះមកយើងចាត់បែបនេះមកហើយយើងដាក់ក្នុងចានមកគឺអត់មានអីពិបាកក្នុងការធ្វើទេគឺវាងាយស្រួលធ្វើទេហើយបន្ទាប់ពីយើងធ្វើជាមួយទៅសក់របស់យើងហើយគឺយើងនឹងបន្តធ្វើជាមួយនឹងគល់ខ្ទឹមរបស់យើងម្ដងអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងយើងធ្វើជាមួយនឹងសក់របស់យើងសិនមកយើងចិត្តសក់របស់យើងបែបនេះសិនមកពុះជា2ជា3ជា4អញ្ចឹងមកហ្នឹងហើយឥឡូវយើងតបពីយើងធ្វើហើយអូខេឥឡូវយើងបន្តចិត្តបន្តទៀតមកគឺចិត្តតដល់អស់សក់របស់យើងឥឡូវយើងចិត្តអស់ហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើជាមួយនឹងស្លឹកខ្ទឹមរបស់យើងម្ដងយើងហាន់ចេញបែបនេះមកហើយយើងហាន់វាឲ្យម៉ត់អញ្ចឹងមកយើងមិនហាន់ម៉ត់ក៏បានតែយើងហាន់បែបនេះមកនេះបែបនេះមកក៏ងាយស្រួលសម្រាប់យើងដែរហ្នឹងហើយដើម្បីដាក់នៅពេលដែលយើងធ្វើចុងក្រោយហើយអញ្ចឹងបងប្អូនអូខេបន្តពីយើងចាត់ខ្ទឹមលឹកខ្ទឹមរបស់យើងរៀបរាល់ហើយយើងយកលឹកខ្ទឹមរបស់យើងដាក់មកចំហៀងសិនមកដាក់ចូលបែបនេះមកដាក់ចូលក្នុងចានរបស់យើងហ្នឹងហើយដាក់ចូលក្នុងចានរបស់យើងបែបហ្នឹងមកអូខេបន្តមកយើងធ្វើជាមួយនឹងខ្ទឹមសរបស់យើងម្ដងខ្ទឹមសរបស់យើងយើងបកយើងកាច់វាជាចំណិតដែរបែបនេះសិនមកហើយយើងវាយមកដើម្បីឲ្យវាស្រួលបកនេះបងប្អូនបកសបករបស់វាហ្នឹងហើយងាយស្រួលបកសបករបស់ខ្ទឹមសហ្នឹងដាក់បែបហ្នឹងមកអូខេហើយបកបន្តទៀតមកអូខេគ្មានអីពិបាកធ្វើទេបងប្អូនងាយស្រួលធ្វើ easy សម្រាប់យើងហ្នឹងហើយនៅពេលយើងបកសម្បកខ្ទឹមហើយយើងហាន់ខ្ទឹមនឹងរៀងនេះទីមករៀងម៉ត់បងប្អូនហ្នឹងហើយដើម្បីយើង
យកខ្ទឹមហ្នឹងទៅបំពងអញ្ចឹងបងហ្នឹងហើយបំពងឲ្យឈ្ងុយអញ្ចឹងមកអូខេយើងធ្វើបែបហ្នឹងមកត្រជាក់ខ្លាំងមែនហើយចង់និយាយចង់ចេញមកនិយាយទៅនេះរហូតស៊ឺរហូតចាវាខ្យល់ត្រជាក់ពេកឲ្យអញ្ចឹងទៅយើងនិយាយទៅចេះស៊ឺរហូតថេបន្ទាប់ពីយើងច្រាំខ្ទឹមឲ្យម៉ត់មកយើងច្រាំបន្តបែបនេះមកអូខេឥឡូវយើងច្រាំខ្ទឹមរបស់យើងម៉ត់ហើយអញ្ចឹងយើងដាក់ខ្ទឹមរបស់យើងជាមួយនឹងអាណាធ្លាក់បោះចោលមកហើយយើងអត់ទុកទេណាបោះចោលយើងយកខ្ទឹមយើងដាក់លើកាបិតបែបនេះមកដើម្បីងាយស្រួលយើងនេះអូខេអញ្ចឹងយើងធ្វើរួចរាល់ហើយអញ្ចឹងចាប់ផ្ដើមចម្អិនតែម្ដងអូខេបន្ទាប់ពីយើងធ្វើគ្រឿងក្រៅរបស់យើងរួចរាល់ហើយចិតបន្លែហាន់ខ្ទឹមហើយនឹងនេះយើងហាន់ខ្ទឹមហើយនឹងហាន់ខ្ទឹមយើងរួចរាល់អស់ហើយយើងចាប់ផ្ដើមដាក់ខ្លាញ់ចូលទៅក្នុងខ្ទះរបស់យើងតែម្ដងនេះខ្ទះរបស់យើងអូខេហើយយើងនឹងចាប់ផ្ដើមនៅពេលដែលខ្ទះយើងក្តៅយើងចាប់ផ្ដើមបំពងខ្ទឹមយកតែម្ដងអូខេហ្នឹងហើយយើងរងចាំបន្តិចទៅចាំផ្ទះយើងក្តៅសិនបងប្អូនអូខេឥឡូវឃើញថាខ្ទះយើងក្តៅហើយយើងដាក់ខ្ទឹមរបស់យើងចូលតែម្ដងទៅខ្ទឹមសរបស់យើងហ្នឹងដាក់ចូលតែម្ដងទៅអូខេតោះវាយើងដាក់ហើយយើងលេងខ្ទឹមមកអូហើយតែវារៀងនេះបន្តិចបងវារៀងវិលមិនដឹងទេយើងទុកវាមកហ្នឹងហើយយើងលេងខ្ទឹមតិចមកឡើងឲ្យវារៀងនេះតិចបងប្អូនឲ្យវារៀងឲ្យវារៀងមានតិចយើងចាក់ទឹកសក់យើងចូលតែម្ដងអូខេយើងលេងខ្ទឹមមកតែឥឡូវយើងយកនេះយើងកាន់សិនដោយសារតែវាវិលពេញហ្នឹងហើយអញ្ចឹងយើងត្រូវយកនេះយើងកាន់គេយើងលេងខ្ទឹមបែបហ្នឹងមកអូខេដល់ពេលយើងលេងខ្ទឹមរៀងពណ៌រៀងមើលទៅខំបាហើយយើងដាក់នេះយើងចូលដាក់នេះយើងចូលមកដាក់សក់យើងចូលតែម្ដងសក់របស់យើងដាក់សក់យើងចូលមកហើយនេះហើយអូខេអញ្ចឹងយើងអាចបវល់វាមកយើងចាប់មកដាក់ដាំមកហើយយើងខាសក់យើងមកយើងខាសក់ឲ្យយើងទៅពោតតិចមកយើងឆ្អិនណាបងប្អូនហើយតែសក់ខ្ញុំកាត់រៀងធំបន្តិចប៉ុន្តែបើគេឆាលក្ខណៈគេឆាលក់ឆាអីគេយកទៅសក់ហ្នឹងរៀងចិត្តអ៊ីទូចដល់ថារៀងស្ដាងទៅទូចចឹងបងប្អូនតែខ្ញុំដាក់រៀងធំអញ្ចឹងវារៀងនេះគេវាឆ្អិនរៀងយូរចឹងណាប្រកបរៀងយូរហ្នឹងអូខេយើងឆាបែបហ្នឹងមកដើម្បីឲ្យសក់យើងឆាប់ឆ្អិនអូខេបន្ទាប់ពីយើងដាក់សក់រួចរាល់ហើយយើងដាក់ពងមាន់ចូលពងមាន់ចូលមកអូខេពងមាន់របស់យើងពងមាន់ចូលម្ដងអូខេខ្ញុំគូពីម្ដងនេះពងមាន់ពីម្ដងទៅអូខេបន្ទាប់ពីយើងគូហើយយើងឆាបន្តិចមកអូខេ
bạn đi nó thì tao nói dương cha bạn nâng là hô đó là đi dương chấn vùng ti ở vùng mòn dương chấn chỉ mùi nâng được sọ bao dương thế máu anh đi đặt em đi tôi máu sao này vì cái đai tích nhưng mà vùng vì cái đai trên dội thuộc thế cha nữa lại khoan lên cha bạn nước máu chọt mình té không ổn nên thời cọt mình té chân nó về dương cha chân tới ngồi đôi vậy vì án ngồi đôi chiều cùng món ăn mình đừng đấy để dân chọn nhầm đấy không nhưng mà có thể dương cha dùng môi mình sợ bây giờ bạn nâng máu ok mình chốt cha bạn nâng máu đừng mới ơi chạp chấn ok hai mà hộp mũi đi bông nhôm ở đặt krương thế sao đây nhôm ở trong đặt krương tay và bông cha phương một hộp trong đặt krương là nó bông đặt tới tay làm nhóm của nhưng mà đặt krương thế nhưng còn là cha đấy là mười nhằm thường ai chứ nhưng mà đặt krương thì chứ nhằm đôi hạ bu dân bồn này miền lai miền vùng tia để phần ăn tế chẳng nhưng mà đặt kêu đây là nâng cái nhầm đi hiểu làm đâu ok lỡ khuyên tha đi riêng cho anh ấy vùng tia những cho anh ấy mình thấy chẳng những đôi lại chan đó hiện làm đó thế mình đôi lại chan ok là những đôi lại chan bao giờ làm đòn tới món dễ xài cho anh ấy thì mình này tích xong này tinh bóng ok đưa lại cho anh này máu hay nhưng riêng tam cào máu ok được máuសម្រាប់អាហូបមួយមុខនេះអត់មានគ្រឿងអីច្រើនទេបងប្អូនគ្រាន់តែមានគ្រឿងតែសក់ហើយនឹងនេះទេសក់ពងមាន់ហើយនឹងជីលឹកខ្ទឹមតែប៉ុណ្្នឹងទេបងប្អូនអូខេឥឡូវយើងចូលមកអូខេរួចរាល់ហើយthì chứng dương ban đã đi rõហើយthì chứng dương đặt lại sân tới đây và to bây giờ thưa cha là sọ cho mùi bông moan dương rơi rõ lại chứng dương nơi mình play tê này dương nơi kêu mùi tiết đại dương thật đạn chẳng không kêu mùi tiết cứ chỉ kêu là cái tâm bao giờ nó hái đại dương thật đạn đại đạn trong cao nó thật đạn nó không tè mình tay dương play trên tay dương còn một đạn hàng cao người ta dương đua máu nhưng rồi vì lừa anh em máu rồi vì lừa vùng ta sọ hay là cha vùng mòn bờ dương rồi vì lừa anh em mà đầm bơi ơi miền spawn ở hiệp tua khiêu chứ á năng là dương cha play đi chơi dương nhầm đi nhặt bùa dương bồn ok là một hồ bơi dương cứ rò lại chẳng như chập nào bơi hộp tại mà đòn tới một vốn năng ấy tao let's go video cha ta sọ chỉ mùi phong ngoanរបស់យើងគឺឈានចូលដល់ជាបញ្ចប់បងប្អូនកុំភ្លេចជួយចុច Subscribe និងជួយចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Channel របស់ខ្ញុំបាទសូមអរគុណសូមជម្រាបបាយបាយ